អាការៈដែលត្រូវអំពើអំព័ន្ធនេះមិនថាប្រុសមិនថាស្រីណាគឺឡើងឈឺក្បាលមួម៉ៅពេលនិយាយស្ដីមួយគេដាក់ចិត្តដូចចាក់ទឹកលើក្បាលទាអញ្ចឹងនិយាយអត់ដែលត្រូវមួយណាគេទេហើយយើងគិតថាល្អគិតថាយើងនិយាយខុសនិយាយខុសថាគិតថាល្អអញ្ចឹងណាហើយទៅធ្វើការឡៃណាក៏ដោយហ្នឹងហើយទៅស្បួរតែគេឈាននេះស្បួរគេស្អប់អញ្ចឹងណាហើយរលីរកៈម៉ានក៏មិនសល់ដែរពួកត្រូវអំពើអំព័ន្ធគេគឺបិទអស់លីទាំងផ្លូវរុស្ស៊ីទាំងព្រោះប្តីប្រពន្ធយើងនិយាយគ្នាក៏មិនដែលត្រូវគ្នាដែរហើយបើយើងជួបមុខគ្នាឲ្យតែដំបងយើងគិតថាយើងមិនចង់និយាយមិនចង់លឺមាត់មិនចង់លឺកទេកាលណាដែលលឺមួយម៉ាត់មកពីគេព្រាមទៅយើងក្តៅជាងើងហ្មងអត់តបានហ្នឹងតែដូចពុនឡើងក្រកម្មរបស់រុស្ស៊ីឯងមិនមានបានទេអញ្ចឹងហ្នឹងហើយយើងតែការត្រូវអំពើគេនេះពិបាកហ្នឹងត្រូវបោះគេឬក៏គេធ្វើបំបត្តិមកតូបរុស្ស៊ីក៏ដោយកន្លែងលក់ដូរគេបំបត្តិក៏ដោយដូចគ្នាអញ្ចឹងណាអាការៈដូចគ្នាតែថាត្រូវបោះគេឬក៏អំពើបំបត្តិនឹងវាមិនខុសគ្នាទេហ្នឹងហើយអញ្ចឹងណាហ្នឹងហើយចាអាការៈដែលធ្វើទុកខ្លួនគឺទី1គឺដែលជិះក្បាលមួម៉ៅដេកថប់ដុំទ្រូងដកទៅហើមបាក់ដកទៅហើមណាពេលខ្លះដេកក៏ប្រាក់យ៉ាងប្រាក់ដឹងខ្លួនទេពេលខ្លះទៅសពឃើញគេហៅថាពួកព្រីវិសាចអីស្ដែងហ្មងអញ្ចឹងដេញស្លាប់ដេញកាប់ឲ្យយើងអញ្ចឹងទៅដេញចាក់ឲ្យយើងអញ្ចឹងទៅពីរំទៅគឺឲ្យយើងដឹងដល់អារម្មណ៍អញ្ចឹងច្បាស់មែនទែនហើយបងប្អូនទៅធ្វើការងារឡើយណាក៏ដោយនិយាយស្ដីគេដូចចាក់ទឹកលើក្បាលទីអញ្ចឹងមានតែគេស្ដាប់បានទេអញ្ចឹងណាហ្នឹងហើយបបាក់ខ្លាំងណាស់នេះរងភើនេះរុស្ស៊ីអត់មានបានទេហ្នឹងហើយអញ្ចឹងហើយឡៃលកម្មកោះរហូតឬរុស្ស៊ីអាកាឡាទៅបានលុយហើយទៅជាខ្វៀងទៅហើយទៅទីណាឡៃទៅជួបគ្រោះភ័យអញ្ចឹងណាហ្នឹងហើយនិយាយមួយគ្រួសារក៏មិនសូវត្រូវដែរនេះត្រូវអំពើពាន់ហើយបើថាគេស្អប់ប្រពន្ធយើងគេធ្វើអំពើដាក់ប្រពន្ធយើងពេលណាដែលយើងជាប្តីដេកនៅមួយគ្នាវាឆ្លងគ្នាហើយអំពើនោះវាឆ្លងគ្នាអញ្ចឹងណាវាអត់ចម្លែកទេរឿងហ្នឹងកូនហ្នឹងហើយបាទដូចដែលពុកម៉ែបងប្អូនបានស្ដាប់នៅការមានប្រសាសន៍របស់លោកគ្រូនៅដើមវីដេអូហ្នឹងពីការបង្ហាញពីចំណុចមួយចំនួនដែលពីការត្រូវអំពើរបស់គេឥឡូវនេះមិនដឹងបន្ទាប់ពីខ្ញុំខ្លះនៅមានប្រហែលជា2ទៅ3 4ចំណុចអ្នកទាំងអស់គ្នាបាទគឺបង្ហាញពីអាការៈដែលបងប្អូនទាំងអស់គ្នាត្រូវអំពើរបស់គេហ្នឹងហើយអាការៈទី1គឺការឈឺចាប់រួមរឹតលក្ខណៈរួមរឹតនៅក្នុងខ្លួនអីចឹងទៅហើយខុសពីធម្មតាជួនឈឺក្បាលជួនឈឺខ្នងឬក៏វារត់ពេញខ្លួនដូចមានសត្វអ្វីរត់ពេញខ្លួននៅក្នុងខ្លួនរបស់យើងអញ្ចឹងហើយជួនកាលវាឈឺត្រង់នេះត្រង់នោះខុសធម្មតាហើយឈឺចាក់នៅចង្ខ្នងឈឺបាតដៃឈឺបាតជើងចាក់ក្នុងទ្រូងក្នុងសួតជាដើមអញ្ចឹងណាបងប្អូនអាហ្នឹងគឺជាអាការៈទី1ហើយចំពោះអាការៈទី2វិញគឺការដេកគឺដេកមិនលក់ទេពេលដែលយើងត្រូវអំពើអំព័ន្ធរបស់គេហ្នឹងគឺដេកមិនលក់ទេដេកភ្ញាក់មួយយប់ទល់ភ្លឺហ្នឹងជួនកាលដេកបានតែបន្តិចទេហើយពេលខ្លះងើបពីដេកបានបន្តិចហ្នឹងក៏សាបតែយល់សាប់អាក្រក់ម្ដងទៅ2 ដងអញ្ចឹងណាហើយភ្ញាក់ពីដេកវិញក៏ជួនញ័រទ្រូងអញ្ចឹងទៅហើយក៏ដេកលែងលក់អញ្ចឹងទៅណាហ្នឹងហើយមានអ្នកខ្លះទៀតទៅបើភ្ញាក់ម៉ោង3ម៉ោង4គឺដេកលែងលក់តែម្ដងហើយពេលព្រឹកឡើងគឺធ្វើឲ្យយើងនឹងងុយដេកយ៉ាងខ្លាំងទៅវិញគឺមានន័យថាខ្ជិលក្រោកអីចឹងទៅខ្ជិលងើបចឹងទៅការធ្វើការរកស៊ីតែម្ដងពេលឮសំឡេងអ្វីមួយក៏រញ័រខ្លួនដែរហើយពេលធ្វើដំណើរទៅណាមកណាគឺញ័រខ្លាចគេភ័យខ្លាចក្នុងពោះស្រាលខ្លួនរបស់យើងខ្លាំងហ្នឹងហើយចំណុចខ្លះភ្ញាក់ពេលចិត្តភ្លឺក៏មានអារម្មណ៍ថាស្រោបពូនរួមរឹតអារម្មណ៍ខ្ជិលក្រោកគឺសង្ងំនៅឆ្ងៀមតែម្ដងនៅក្នុងបន្ទប់ម្នាក់ឯងហើយពេលខ្លះទៀតសង្ងំដេកចិត្តលក់ហើយហ្នឹងណាដូចមានអ្វីមួយមកទាញដៃកន្ត្រាក់ហើយខ្លះទៀតអាចទាញកន្ត្រាក់ឡើងឲ្យហើបដៃពីក្រែ
ពេលហ្នឹងគឺជាពេលដែលគេកំពុងតែខាបយើងអញ្ចឹងបងប្អូនហើយពេលរលាវចិត្តលក់ជួនកាលមានឮសំឡេងរំខាននៅជាប់ត្រចៀកយើងហ្នឹងតែម្ដងទៅជួនកាលក៏មានត្រមល់ខ្មៅមករំខានធ្វើឲ្យយើងភ្ញាក់ក្រញ៉ាំងរសេះរសោះដេកអត់លក់មួយយប់ក៏មាននឹងគឺជាចំណុចទី2ហើយសម្រាប់ចំណុចទី3វិញគឺមនុស្សដែលត្រូវអំពើគេហ្នឹងគឺរាសីចុះទាបមែនដែរគឺចុះទាបហើយងាយរងគ្រោះថ្នាក់ពិសេសគឺគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងទៅតិចគេជិះមកបុកហើយតិចក៏មានគ្រោះថ្នាក់តូចឬធំតែងតែតោងជាប់ខ្លួនរបស់យើងរហូតទោះបីទៅទីកន្លែងណាក៏ដោយក៏អត់បានសុខដែរអត់បានសុខទេសូម្បីតែអ្នកចិត្តស្និទ្ធនិយាយអ្វីបន្តិចបន្តួចក៏คล้ายជាសត្រូវភ្លាមគឺគេមើលមុខយើងគឺស្អប់យើងតែម្ដងគឺមិនដឹងមូលហេតុជំងឺនេះព្យាបាលថ្នាំពេទ្យជាបានបញ្ជាទេហ្នឹងហើយសម្រាប់ចំណុចទី4វិញគឺទឹកមុខរបស់យើងនេះគឺស្រពាប់ស្រពោនអានេះគឺបង្ហាញពីទឹកមុខណាបងប្អូនទាំងអស់គ្នាពេលគេមើលមកយើងគឺយើងឃើញមុខខ្មៅស្រអាប់គ្មានពលឺរាសីអីឡើយហើយគ្មានភាពរីករាយដូចមនុស្សធម្មតាឡើយចំពោះអ្នកត្រូវអំពើអំពាន់របស់គេនេះគេហៅថាអំបោះប្រុសគឺឲ្យយើងដើរទៅព្យាបាលគ្រប់ទីកន្លែងមិនត្រូវឡើយជួនកាលយើងត្រូវរកគ្រូជួយក៏វាដឹងដែរហ្នឹងហើយសូមរកគ្រូណាដែលដោះអំពើនេះឲ្យពិតប្រាកដដោះអំពើនោះដោយប្រើគាថាផងប្រើថ្នាំទម្លាក់អំពើផងព្រោះខាងក្នុងខ្លួនរបស់យើងហ្នឹងថ្នាំឱសថឬស្ងោឲ្យអ្នកជំងឺផឹកឲ្យបាន3ពែងឬប្រទាលអីយ៉ាងទៅបងប្អូនហើយសម្រាប់ចំណុចទី5វិញគឺអាការៈមួយទៀតគឺថ្ងៃសិលនេះនៅពេលថ្ងៃសិលថ្ងៃ1ថ្ងៃទៅ2ថ្ងៃគឺមនុស្សដែលត្រូវអំពើគេហ្នឹងច្រើនតែធ្វើទុកមានអារម្មណ៍មួម៉ៅឬឈឺគ្មានមូលហេតុអ្វីចឹងទៅកើតមានចំនួននៅក្នុងគ្រួសាររបស់គាត់ឬសាច់ញាតិគុំផងបងជាមួយអីចឹងទៅអត់មានដឹងមូលហេតុអីគឺឆ្លោះយកតែម្ដងនឹងសម្រាប់ចំណុចទី5ហើយសម្រាប់ចំណុចទី6វិញគឺយើងផ្ដោតទៅលើការរកស៊ីលក់ដូរអីទៅវាធ្លាក់ចុះអីចឹងណាលក់មិនដាច់មានភ្ញៀវគ្មានអីចឹងទៅបើមានអ្នកចាប់អារម្មណ៍ខ្លួនថាត្រូវអំពើគេហ្នឹងគឺរកស៊ីធ្លាក់ចុះមែនតើចុះដូចយើងចុះពីកម្មជាដើអញ្ចឹងណាគឺងើបមិនរួចទេហើយលក់ក៏មិនដាច់គ្មានភ្ញៀវគ្មានអីតែម្ដងសម្រាប់ចំណុចទី6ហើយចំណុចទី7វិញគឺបង្ហាញពីផ្លិចឆាប់ផ្លិចគ្មានស្មារតីអីនៅក្នុងខ្លួនអីចឹងណាជួនកាលស្មារតីគាត់ហ្នឹងជិះឡានឬម៉ូតូហួសផ្ទះអីចឹងទៅគឺដូចជាមនុស្សអត់មានព្រលឹងអញ្ចឹងទៅហើយសម្រាប់ចំណុចទី8វិញគឺមនុស្សហ្នឹងគឺឧស្សាហ៍ជឿជុកចាប់នៅក្នុងរាងកាយដោយអត់ដឹងមូលហេតុហ្នឹងហើយបងប្អូនទាំងអស់គ្នាអស់ហើយគឺមានតែប៉ុណ្្នឹងចំណុចទេហើយជាចុងក្រោយសូមពុកម៉ែបងប្អូនទាំងអស់គ្នាចុច Subscribe ឬ Comment ដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំម្នាក់មួយផងដែរសូមអរគុណច្រើន